គ្រូអ្នកគ្រូមកពីព្រលឹមណាស់តែលោកគ្រូមកលឿនជាងខ្ញុំទៀតបាទអូខ្ញុំញ៉ាំចូលទៅក្នុងមានណាត់ជាមួយពិសិដ្ឋមកអញ្ចឹងចាលោកគ្រូចុះលោកគ្រូអត់មានពាក់មួកការពារអីទេអូតាមពិតតែខ្ញុំគួរតែពាក់មួកហ្នឹងនិយាយដល់រឿងហ្នឹងកូនខ្ញុំវាយល់ដឹងច្រើនជាងខ្ញុំការងារដាក់ឲ្យធ្វើក៏ធ្វើមិនទាន់មករៀនក៏មិនមកហើយទៅ star ក៏មិនទៅតែឯងរវល់ធ្វើស្អីហ្នឹងគ្រូមិនចង់និយាយដដែលម្ដងជាពីរដងទេនេះវាច្រើនអាទិត្យហើយតែឯងធ្វើអញ្ចឹងហើយឯងអត់មាននិយាយស្អីទេតើស្អីដែលសំខាន់សម្រាប់ឯងនោះការងារគ្មានអីក្រៅពីការងារទេត្រូវការងាររបស់យើងគឺជាអ្នកថែទាំសុខភាពអញ្ចឹងមានតែសុខភាពទេដែលសំខាន់ជាងគេត្រូវហើយគឺសុខភាពសំខាន់សម្រាប់ខ្ញុំត្រូវថែទាំសុខភាពពិសិដ្ឋលេបថ្នាំខុសតែដឹងគិតមើលតែកូនក្មេងគេប្លែកថាគេលេបថ្នាំខុសតែអត់អីក៏គេមិនរវល់នឹងខ្ញុំហើយអត់និយាយរកខ្ញុំសោះតោះដល់មកទៅពេទ្យហើយកញ្ញាអើយខ្ញុំធ្វើការឯងការទេខ្ញុំច្បោកកបល់អស់ហើយស្អីរួមទាំងជីវិតឯងបកគលឲ្យព្រមអ្នកនឹងអស់ហើយខ្ញុំមិនមែនជាមនុស្សដែលកិច្ចពីបញ្ហាដូចអ្នកខ្លះនោះទេឯងចង់និយាយពីណាគឺឯងហ្នឹងមានរឿងមួយបុរាណឲ្យកិច្ចវេះមិនព្រមចេញមុខដោះស្រាយទេឡើយចុះយប់នេះយើងនៅគ្នាដើរលេងយើងញ៉ាំអីសប្បាយចិត្តឡងហីណារីយប់សិនមកឡើងទៅមុនចុះចាំឲ្យចាំឯណាណារីកាលណាជប់ទៅងើយកតៅដាក់ខ្ញុំមិនបានធ្វើពីផ្ដាច់ជាមួយស្រីទាំងនោះដូចខ្ញុំថតនោះទេខ្ញុំធ្វើងើយរឿងអីធម្មតាខ្ញុំតែប៉ុណ្ណឹងនិយាយចុងមាត់ចុងកធ្វើដូចមិនតែស្គាល់គ្នាមិនដូចតែយើងធ្លាប់និយាយជាមួយគ្នាពីមុនមកសោះអញ្ចឹងចង់ខ្ញុំនិយាយមិនមួយបរៃវិញធ្វើបាបខ្ញុំប៉ុណ្ណឹងបានហើយអស់ចិត្ត6អាទិត្យហើយតែខ្ញុំខំធ្វើអ្វីគ្រប់យ៉ាងដើម្បីសុំទោសតែឥឡូវខ្ញុំមិនដឹងតើគួរធ្វើអ្វីទៀតទេយកសរោមមកសាមចូលសរោមម្នាក់ជំងឺមើលតែលោកគ្រូខ្ញុំអត់សូវស្ទាត់ផងហ្នឹងអញ្ចឹងនិយាយអំពីរបៀបចាក់បញ្ចូលក្នុងសរសៃឈាមមើលត្រូវដាក់ឲ្យមុខម្ជុលប្រឆិតចុះទៅក្រោមហើយរុញចុះសរសៃតែម្ដងមិនមែនទេនារីអាចឆ្លើយបានទេយើងត្រូវដាក់ម្ជុលឲ្យមុខបញ្ឆិតឡើងទៅលើក្នុងដំណេក30ទៅ45អង្សាពេលម្ជុលចូលទៅក្នុងស្បែកហើយយើងត្រូវដាក់ម្ជុលឲ្យទាបស្ទើរស្មើនឹងស្បែករួចហើយរុញម្ជុលក្នុងសរសៃវ៉ែនថ្នមនារីឆ្លើយសារដូចជារូបចឹងបល័យទៅមើលមេរៀនអំពីរបៀបចាក់សរោមឲ្យចេះសិននៅនេះគ្នាប៉ុណ្ណឹងច្រើនពេកហើយមកយឺតម៉េចខ្ញុំរវល់លោកគ្រូសទ្ធីហៅទៅជួបធ្វើឲ្យកោទៀតហើយបានលោកគ្រូហៅទៅជួបតាំងពីព្រលឹមខ្ញុំចង់ប្រាប់បរៃថារឿងកន្លងមកវាមិនមែនជារឿងដាក់ទោសឬក៏ធ្វើបាបអីបរៃនោះទេគឺជារឿងអ្វីទៅអញ្ចឹងខ្ញុំផ្ដល់ឱកាសបរៃម្ដងជា2ដងពីមុនរឿងកូពីឥឡូវរឿងសេអាណានេះទៀតខ្ញុំធុញថន់នឹងប្រឈមមុខនឹងរឿងបែបនេះណាអញ្ចឹងនារីឲ្យរឿងទាំងអស់នោះវាបំផ្លាញយើងតែ2នាក់ទៅអញ្ចឹងខ្ញុំចង់ជួយចាប់តទៅទៀតទេឥឡូវទៅខ្ញុំដឹងថាខ្ញុំមើលប្រែងខុសហើយអញ្ចឹងក៏បាននារីសុខចិត្តតែកុំភ្លេចអ្នកដែលដាក់រូបថតក្នុងបន្ទប់នារីឯងឥឡូវហ្នឹងគេឈ្នះនារីឯងហើយលោកគ្រូអ្នកឯកសារខ្ញុំមើលរួចហើយអូហើយអញ្ចឹងល្ងាចនេះតើដើរលេងមួយខ្ញុំហ៎មិនលោកគ្រូបួនយើងតែជាមួយតែមិញនៅបន្ទប់អ្នកជំងឺលោកគ្រូកាយដាក់ខ្ញុំម្ល៉េះអត់យល់ពីអ្វីដែលខ្ញុំធ្វើទេខ្ញុំមិនចង់អ្នកនៅក្នុងពិធីពេទ្យនេះដឹងរឿងយើងទាំងពីរទេពួកយើងហ្នឹងហើយតាមពិត
យើងអាចតេតូននេះតាមបែបផ្សេងក្រៅពីលក្ខណៈគ្រូអានឹងសិស្សបាននៅតា បងផាឡាមកប៉ែតធ្វើអីហ្នឹង មីអូនវាឈឺពោះរាកហើយយកមកឈប់សិននេះ អញ្ចឹងបងចាំនៅហ្នឹងហើយខ្ញុំទៅហៅប៉ែតឲ្យមើលវាបងឲ្យវាបើទឹកដោះអត់ បងឲ្យវាបើហើយតា ចុះបងឲ្យវាញ៉ាំទឹកឯងបងដឹងអត់ចាប់តាំងពីវាកាត់រហូតដល់យូរ6ខែគឺបើទឹកដោះម្ដាយតែមួយមុខគត់ ចាបងដឹងហើយសំបីតែទឹកក៏បងមិនឲ្យវាផឹកដែរនេះ អញ្ចឹងខ្ញុំឆ្ងល់ហើយមិនក៏វាឈឺទៀតបងឲ្យវាមកខ្ញុំមើលអេវិសិតមកមើលនេះតាបន្តិចមើល សុំទោសខ្ញុំរវល់ អត់ចង់ដឹងថាវាធំប៉ុណ្ណាឆ្លាតប៉ុណ្ណាទេ អត់ហើយ មិនមែនអ្នកណាក៏ចេះតែស្រឡាញ់ក្មេងគ្រប់តែគ្នាដូចឯងយល់ដែរ ខ្ញុំចង់ជួបអ្នកម្លាញ់ជីវិតខ្ញុំមានរឿងអីនោះ ចាអត់មានអីទេគេជាមិត្តខ្ញុំ ខ្ញុំមិនមែននាងទេគេចេះណា ពិសិដ្ឋរកកន្លែងស្ងាត់និយាយគ្នាបានអត់ពិសិដ្ឋអីកំពុងតែធ្វើឲ្យគេដឹងខ្ញុំចេញពីទីនេះហើយ ខ្ញុំមកខ្វល់ទេខ្ញុំថានាងមិនគួរណាបានទៅធ្វើការកន្លែងល្អអញ្ចឹងទេកន្លែងគួរសមរបស់នាងគួរនៅផ្ទះបនហ្នឹងទេមិនមើលស្អីខ្ញុំដឹងថានាងធ្លាប់ធ្វើស្អីបនពីមុនមកបើដឹងអញ្ចឹងទោះបីមានស្រមពួកខ្ញុំដេកជាមួយនាងដែរ តែយឺតពេកហើយព្រោះអីយើងគេជាមួយគ្នាពិសិដ្ឋអីក៏មិនបានប្រោះស្រមស្អីដែរពិសិដ្ឋអីមានបានទៅពិនិត្យឈាមព្រមមានរោគអេដហើយនៅ ខ្ញុំចាំបាច់ទៅពិនិត្យទៅអីខ្ញុំមានអីត្រូវព្រួយត្រូវបារម្ភ ចាំមកទៅបារម្ភមកទីនេះធ្វើអីខ្ញុំសុំទោសមុនពេលដែលយើងគេងជាមួយគ្នាខ្ញុំក៏មិនដឹងថាខ្ញុំមានផ្ទុកមេរោគអេដស្អីដែរ ចាំបាច់សុំទោសខ្ញុំទេខ្ញុំនឹងទៅប្រាប់តកែនាងថានាងធ្លាប់ធ្វើស្អីបនពីមុនឲ្យគេដេញនាងចេញ ខ្ញុំសុំបងកុំតែប្រាប់គាត់អីខ្ញុំខំសន្សំលុយខំរៀនភាសាអង់គ្លេសទើបអាចមកធ្វើការនៅសន្តាគារនេះបានខ្ញុំស្បាត់ខ្ញុំមិនចង់ទៅកន្លែងនរកភក់ច្រំនោះទៀតទេល្ងាចនេះពិសិដ្ឋឯងអាចមកជួបខ្ញុំម្ដងទៀតបានអត់ មានរឿងអីខ្ញុំត្រូវជួបនាងទៀតមានដឹងខ្លះទេតែខ្ញុំស្អប់នាងខ្លាំងណាស់ មានរឿងខ្លះពិសិដ្ឋឯងគួរតែមើលឲ្យព្រមផ្នែកតែម្ដង ហេតុអីចាំបាច់ដល់ពេលល្ងាចបង្ហាញខ្ញុំឲ្យឃើញឥឡូវមិនបាន ល្ងាចនេះល្អជាងពិសិដ្ឋឯងនឹងបានដឹងច្បាស់អ្វីគ្រប់យ៉ាង ខ្ញុំមិនដឹងត្រូវប្រាប់មីប្រហែលដងទៀតទេថាឲ្យបំបើកូនដោយទឹកដោះតែម្យ៉ាងគត់តាំងពីគេកើតមករហូតដល់អាយុបានយ៉ាងតិច6ខែហើយគួរតែបន្តការបំបើហ្នឹងរហូតដល់គេអាយុបាន2ឆ្នាំសារជាតិបំពន់ពីធម្មជាតិវាល្អបំផុតសម្រាប់ក្មេង ខ្ញុំគ្មានពេលគ្រប់គ្រាន់ឲ្យកូនបើទេព្រោះខ្ញុំត្រូវចេញទៅធ្វើការនៅក្រៅផ្ទះម្យ៉ាងទៀតក្រុមហ៊ុនគេបានមកម្ដុំផ្ទះខ្ញុំហើយចែកម្សៅទៅដោះគោឲ្យប្រើសាក់បងទៅទេទៀតខ្ញុំក៏ចេះតែឲ្យកូនបើទៅបើអ្នកគ្រូពេទ្យជាខ្ញុំវិញក៏គង់តែធ្វើដូចខ្ញុំណា ចុះទឹកដោះម្ដាយវាមានចាំបាច់ទិញអីហើយទឹកដោះម្ដាយវាមានសារធាតុទប់ទល់នឹងជំងឺទៀតផង មិនបាច់ស្រែកដាក់ខ្ញុំទេខ្ញុំស្ដាប់បានហើយខ្ញុំនឹងព្យាយាម យើងមានទួនាទីផ្ដល់នៅអ្វីដែលល្អដល់គេតែយើងមិនអាចបង្គាប់ឲ្យគេធ្វើអ្វីតាមយើងនោះទេ ប៉ែតប្រាប់គេអត់ធ្វើតាមអញ្ចឹងពួកគេមកប៉ែតធ្វើអី មនុស្សតែងតែមានកំហុសនេះហើយដែលហៅថាជីវិតបើគេព្យាយាមកែកំហុសគេហើយយើងគួរតែជួយគេ យើងជួយគេតាមវិធីណាបើខ្ញុំនិយាយគេអត់ស្ដាប់ខ្ញុំសោះអញ្ចឹងហ្នឹង ក្រែងក្រុមនិស្សិតពេទ្យនារីឯងហ្នឹងមានបង្កើតសមាគមលើកស្ទួយសុខភាពប្រជាជនដែរតែមិនក៏មិនទៅពិភាក្សាជាមួយគេមើល បងចន បងមកទូបងស្រីឯងហើយផល្លានៅណា អូគាត់នៅក្នុងបន្ទប់រោងចាំម្ដង ពេលហ្នឹងយើងចប់ពីរៀនយើងមានប្រជុំសមាគមតែញ៉ៃទៅអត់ ចាំមើលសិនខ្ញុំមានការងារខ្លះទៀតដែលត្រូវធ្វើ ឮថាកូនបងវាឈឺឯងមិនហើយវាអត់អីទេ នេះតាអត់អីទេប៉ុន្តែបងផាឡាដូចជាមិនសូវស្រួលខ្លួនសោះ ផល្លាមានកាត់អីទេគ្រាន់តែអស់កម្លាំងបន្តិចបន្តួចហ្នឹងបងទៅក្រួយខ្ញុំមួយបងមីតូចកូនបងគួរស្រឡាញ់បងគិតថាចង់បានកូនមួយទៀតហើយណា ហ៎បងអត់ស្ដាប់ពិសិដ្ឋនិយាយកាលពីលើកមុនណាចាំពី2ឆ្នាំទៀតសិនទៅ ចាំបាច់អីចាំពី3ឆ្នាំបងសប្បាយចិត្តនឹងមានហើយផល្លាក៏សប្បាយចិត្តនឹងមានដែរហ្នឹងឥឡូវគេផ្លាប់បងនៅភ្នំពេញឯងប្រាក់ខែបងក៏ឡើងអញ្ចឹងបងអត់ខ្វះខាតអីគ្រាន់តែចំកូនថែមមួយទៀតហ្នឹង វាមិនមែនជាបញ្ហាលុយកាក់ទេបងតែវាប៉ះពាល់ដល់សុខភាពបងផាឡាក៏ដូចជានីតាដែរណា ហួសពេលហើយឥ
ឥឡូវផលឡាមានទងន់មួយទៀតហើយហ្នឹង បងមានផ្ទៃពោះទៀតមិនក៏មិនប្រាប់ឲ្យខ្ញុំដឹងផង បងនេះគេយករឿងនឹងប្រាក់កញ្ញាដឹងអញ្ចឹង មិនបើគ្រាន់តែប្រាប់រឿងល្អផងមិនបានទេរឿងមួយក៏អូនខ្មាស់ ណែថ្ងៃនេះគ្នាសប្បាយចិត្តណា ចឹងមិនឃើញឯងរីករាយប្លែកឯងសប្បាយចិត្តរឿងអី គឺរឿងលោកគ្រូសិទ្ធីហ្នឹងណាតែគ្នាដេកគិតភ័យថាជារឿងអាក្រក់ឥឡូវវាបែរជាល្អវិញគឺរឿងសបត់ស្នេហាដែលបាត់ទៅហ្នឹងណាគ្នាគិតថាបានទៅដល់ដៃគាត់ហើយគាត់ក៏បានមើលឲ្យដែរតែមើលទៅគាត់ដូចអត់មានអាអន់សពុនចិត្តអីបន្តិចផងហ្នឹងមែនទេមែនណាបើមិញណាគាត់រាក់ទាក់ជាមួយខ្ញុំណាណា តែគាត់មាននិយាយពីរឿងសបុតហ្នឹងឯង ទេដូចអត់មានទេ បាទអញ្ចឹងសបុតហ្នឹងប្រហែលជាបាត់ទៅកន្លែងណាមួយហើយពួកអីវាកន្លងមកច្រើនអាទិត្យហើយហ្នឹង ខ្ញុំចង់ផ្សព្វផ្សាយឲ្យម្ដាយគ្រប់រូបដឹងថាការបំៅដោះកូនដោយទឹកដោះគឺវាល្អជាងការបំៅដោយទឹកដោះគោម្សៅ ព្រោះការបាយដោះម្ដាយគឺមិនចាំបាច់អស់លុយទេ មិនត្រឹមតែមិនអស់លុយប៉ុណ្ណោះទេទឹកដោះម្ដាយមានសារធាតុចិញ្ចឹមនិងជីវជាតិគ្រប់គ្រាន់ដែលទឹកដោះគោម្សៅគ្មាន តែវាជាការពិបាកណាស់ដែលគេជឿយើងហើយមិនជឿការផ្សព្វផ្សាយរបស់ក្រុមហ៊ុនទឹកដោះគោម្សៅទាំងអស់នោះ អញ្ចឹងយើងមិនបាច់ធ្វើទេឈប់ធ្វើត្រឹមហ្នឹងទៅ ដោយការពិភពមិញមានមីងម្នាក់គាត់បានមកមន្ទីរពេទ្យរាប់ដងមិនអស់ហើយខ្ញុំបានប្រាប់គាត់ថាឲ្យបំបើកូនដោយទឹកដោះគាត់មិនស្ដាប់ខ្ញុំឈប់រវល់ហើយខ្ញុំឈប់ធ្វើហើយ ឲ្យតែមានឧបសគ្គតិចតួចនារីឯងមិនចេះតស៊ូទេ និយាយអញ្ចឹងចង់បានន័យថាម៉េច នារីឯងដឹងឲ្យតើថាខ្ញុំចង់និយាយពីអី បានណាយើងមកនិយាយពីប្រធានបទយើងវិញ អត់ទេខ្ញុំចង់ឲ្យបារាឆ្លើយសិន ណែហើយនាំគ្នាមកធ្វើអីនៅហ្នឹង អត់មានអីទេអ្នកគ្រូ អញ្ចឹងនាំគ្នាទៅផ្ទះទៅ ខ្ញុំចង់និយាយថានារីឯងជាមនុស្សដែលឆាប់ចុះចាញ់មានឧបសគ្គរារាំងស្ទះតិចតួចលេងតតាំងបោះបង់ការងារចោលកណ្ដាលទីទៅរហូតហ្នឹង ណែហើយលើខ្ញុំនិយាយអត់នេះមិននាំគ្នាទៅផ្ទះអស់ទៅ ខ្ញុំមានការងារត្រូវបង្ហាញតិចអ្នកគ្រូ ទៅធ្វើនៅបណ្ណាឡាយទៅ ហេងាយនឹងតនេតើពួកយើងគិតធ្វើអីម្យ៉ាងហ៎ទៅមើលកូនមួយគ្នាញ៉ាំអាហារពេលងាយមួយគ្នាឬក៏ធ្វើអីញ៉ាំនៅនឹងហ្មងណា ខ្ញុំនឿយហត់មិនចង់ធ្វើអីទេ ច្រើនអាទិត្យណាដែលបើសិនអញធ្វើបង្ងើយដាក់ខ្ញុំណា បើយើងមិនស្គាល់គ្នាប្រហែលល្អជាង ថាម៉េច ខ្ញុំខ្វល់ខ្ញុំមិនភ្លេចរងចោល ខ្ញុំថតធ្វើការម្ចាស់បននេះកាលពីខ្ញុំនៅកំពង់សោម នាងធ្លាប់ធ្វើការជាមួយនរណាធ្លាប់ជាប្រពន្ធនរណាខ្ញុំមិនខ្វល់ទេហើយហៅខ្ញុំមកនឹងចង់ប្រាប់រឿងប៉ុណ្ណឹងឯង នឹងហើយជារឿងដែលខ្ញុំចង់ឲ្យពិសិដ្ឋឯងដឹងតែប្រាប់តកាយខ្ញុំចាស់បើចង់ឲ្យខ្ញុំមកធ្វើជាស្រីបនវិញ ខ្ញុំសុំទោសខ្ញុំអត់ទៅប្រាប់គាត់ទេ លោកក្រោយមុននឹងធ្វើអីត្រូវចេះគិតផងដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត បើប្រាប់ខ្ញុំថាអញ្ចឹងតាមពីពេលដែលយើងជួបគ្នាដំបូងមិនដឹងថាល្អយ៉ាងណាទេ តោះយើងត្រឡប់ទៅវិញ អេនីម៉ាល់ ហឹម ហើយអញគិតទៅវិញហើយហ្នឹងហ៎ហើយមិនចូលមើលសេរីសិនទេហ៎ ស្រីហ្នឹងឯណាហើយវាយ៉ាងម៉េច តោះ អេនីម៉ាល់ ហើយ អញគិតទៅវិញហើយហ្នឹងហ៎ហើយមិនចូលមើលសេរីសិនទេហ៎ តោះ អេនីម៉ាល់ ហើយ អ
ឥឡូវដូចជាស្រកបោះជើងមុនណាស់តាខំថែរក្សាខ្លួនបន្តិចទៅឯងពិតជាមិនអីទេ មិនមែនទេសុខភាពខ្ញុំឥឡូវនេះចុះខ្សោយខ្លាំងណាស់ឯងមើលមុខរបស់ខ្ញុំស្បែកជ្រីជ្រួញក្រក្រេញក្រក្រើមមនុស្សមិនដូចមនុស្សខ្មោចមិនដូចខ្មោចនោះជាមិត្តរបស់ឯង នឹងហើយគេឈ្មោះពិសិដ្ឋ លោកមកអង្គុយទៅនេះមកកុំឈរមកទ្វារអញ្ចឹងអី នេះជាលើកទី1ហើយដែលគេមកបនស្រី លោកមកទីនេះដើម្បីចង់សប្បាយ មិនមែនទេគេជាសិស្សពេទ្យគេមកទីនេះព្រោះចង់ដឹងពីការរស់នៅរបស់ពួកយើង ការរស់នៅរបស់ពួកខ្ញុំវាពិបាកណាស់លក់សាច់ស្រស់ឈាមស្រស់ដើម្បីបដូរយកលុយរហូតដល់ធ្លាក់ខ្លួនមានជំងឺអេដនេះព្រោះការនោះខ្ញុំអត់បានដឹងថាពីវិធីការពារកុំឲ្យច្រងអីនោះទេលោកដឹងទេបើបងស្រីខ្ញុំទៅធ្វើតេស្តមុននេះបន្តិចប្រហែលជាគាត់បានទទួលការយកចិត្តទុកដាក់ព្យាបាលហើយគាត់ក៏មិនធ្លាក់ខ្លួនដណ្ដាបដល់ចឹងពេកទេ ហើយនិមលគ្នាស្ដាយណាស់ដែលឯងក៏មានផ្ទុកមេរោគអេដនេះដែរ ការពិតវាទៅជាអញ្ចឹងខ្ញុំមានតែទទួលយក ស្រីនៅទីនេះឥឡូវគេប្រើស្រោមអនាម័យជាមួយភ្ញៀវគ្រប់គ្នាហ្នឹងហើយឲ្យតែ6ខែគឺគេទៅធ្វើតេស្តរកមេរោគអេដម្ដងហើយ គេចេះប្រឈមមុខនឹងរឿងចឹងកើតនោះបើខ្ញុំវិញពិតជាទទួលមិនបានទេនៅពេលដែលលទ្ធផលចេញមកថាខ្ញុំមានផ្ទុកមេរោគអេដទៅ លោកមកនេះដើម្បីស្រាវជ្រាវមេរៀនឬក៏មានរឿងអ្វីផ្សេងទៀតហ្នឹង ពិសិដ្ឋគេមិនហ៊ានទៅពិនិត្យឈាមរកមេរោគអេដទេ លោកគួរតែទៅពិនិត្យឈាមទៅសំខាន់ណាស់យើងដឹងច្បាស់ថាលទ្ធផលវិជ្ជមានឬអវិជ្ជមានដើម្បីងាយស្រួលក្នុងការថែទាំសុខភាពនិងរៀបចំផែនការថ្មីសម្រាប់ជីវិតយើង អត់ខ្ញុំរៀបចំផែនការជីវិតអីទៅបើខ្ញុំមានរោគអេដអីហ្នឹង លោកកុំនិយាយអញ្ចឹងអីនិយាយអស់ទៅការពិនិត្យឈាមនេះជួយឲ្យយើងចេះការពារខ្លួនហើយកុំឲ្យយើងចម្លងមេរោគអេដនេះទៅអ្នកដទៃទៀតមើលតែខ្ញុំទៅដឹងហើយខ្ញុំចេះតែឆ្លងជំងឺមួយហើយមួយទៀត ប៉ុន្តែខ្ញុំថាជំងឺអាកាសនិយមទាំងអស់ហ្នឹងវាមានថ្នាំព្យាបាលតើខ្ញុំជាសិស្សពេទ្យខ្ញុំដឹងរឿងនេះច្បាស់លាស់ណាស់ ត្រូវហើយប៉ុន្តែគង់តែមានថ្ងៃណាមួយថ្នាំទាំងអស់នោះក៏មិនអាចជួយអីយើងបានដែរហើយខ្ញុំនឹងស្លាប់ពិសិដ្ឋឯងគួរតែទៅធ្វើតេស្តទៅហើយបន្តការរស់នៅតទៅទៀតកុំឲ្យធ្លាក់ខ្លួនដូចជាខ្ញុំមិនសោះណា យើងស្គាល់គ្នាយូរហើយតែខ្ញុំមិនដឹងថាម្លាយចូលចិត្តអីទេ លោកគ្រូចង់ដឹងធ្វើអី មនុស្សស្គាល់គ្នាគេមិនមែនស្គាល់ត្រឹមតែឈ្មោះទេគេត្រូវដឹងចំណងចំណូលចិត្តរបស់គ្នាដើម្បីស្គាល់គ្នាកាន់តែស្និទ្ធស្នាលជាងនេះប្រហែលចូលចិត្តអី ខ្ញុំចូលចិត្តញ៉ាំចូលចិត្តគេ ចុះប្រាប់បានទេចូលចិត្តញ៉ាំអីគៀបតែបែបណាហើយលេងកីឡាអីអូអីឥឡូវខ្ញុំនិយាយពីចំណងចំណូលចិត្តរបស់ខ្ញុំប្រាប់ម្លាយមុនចុះខ្ញុំចូលចិត្តញ៉ាំស្រាហើយហាត់ប្រាណ ចាញ់តាមមករៀនសង្ហាហើយលោកគ្រូហាត់ប្រាណធ្វើមិនខ្លះ ហាត់ប្រាណជាមួយស្រីនៅលើក្រែរឿងនេះគ្មានអីខ្លាចឬក៏ខ្មែរតែមនុស្សភាគច្រើនគ្រាន់តែគេមិនហ៊ាននិយាយដល់ចំហ លោកគ្រូមានបទពិសោធន៍ក្នុងការរំភេទច្រើនណាស់ណា ត្រូវហើយខ្ញុំចូលចិត្តមនុស្សស្រីណាដែលមានបទពិសោធន៍ច្រើននិយាយត្រង់ទៅបើបានស្រីក៏មករត់តែភាសា
បញ្ហាត្រង់ថាឲ្យតែបានគេជាមួយគេហើយគេប្រកាសទីទៀមទាយើងរៀបការជាមួយគេ នឹងអត់ជាបញ្ហា ហ្នឹងហើយព្រោះអីខ្ញុំមិនទាន់ចង់រៀបការចំឡែងចង់រៀបការ អត់ទេខ្ញុំក៏មិនតាន់ចោលរៀបការដែរនាំមកជាប់ដៃជាប់ជើង លឺសម្ដីម្លែងអញ្ចឹងខ្ញុំសប្បាយចិត្តណាមានន័យថាយើងទាំងពីរមានចិត្តដូចគ្នាមែនទេ មិនចង់ញ៉ាំស្រានៅកន្លែងសាស្កាត់តែពីរនាក់ នៅកន្លែងហ្នឹងល្អតា ធ្វើដូចជាអត់ដឹងតើមកទីនេះធ្វើអី ខ្ញុំតែមិនដឹងយើងក៏ញ៉ាំអីតិចតួច អញ្ចឹងខ្ញុំស្មានតែម្ដាយចង់មានអីជាមួយគ្នាខ្ញុំកក់បន្ទប់រួចហើយ អូខេ ខ្ញុំចង់នៅវាកាន់តែច្បាស់បើថាអូខេយប់នេះគឺយប់នេះយប់ស្អែកគឺយប់ស្អែកឥឡូវមិន លោកគ្រូចាប់ទុកខ្ញុំជាស្រីវាមិញខ្ញុំដល់អត់សូវយល់ទេនេះ ខ្ញុំចង់ថាយើងគ្រាន់សប្បាយជាមួយគ្នាម្ដងម្កាលក្រៅពីពេលនេះយើងធ្វើដូចជាធម្មតាមិនដែរម្លាយអីមកថាចេះក្នុងចិត្តថាចុះនោះស្រីអញ្ចឹងខ្ញុំជួបចែកគ្នា គ្រូប្រងថៃណា បងគិតលុយមកចង់នឹងញ៉ាំអីញ៉ាំទៅចាំខ្ញុំចេញលុយ ហើយអរគុណមីងជួយត្រេកអរផងដែលគួយបានទៅរៀននៅប្រទេសជប៉ុន អូស្លាប់ហើយអ្នកគ្រូទីអីច្រើនណាស់មកខ្ញុំជួយ បងមិនអីទៅថ្ងៃណាហ្នឹង ទៅឆាប់ហ្នឹងហើយពេលខ្ញុំទៅបាត់ប្រហែលជាលែងយកផ្លែឈើមកយកបលីកៅអៅអ្នកគ្រូមកម្ដង មិនបានត្រូវយកវ៉ាលីកៅអៅមីងមកវិញ ខ្ញុំហ៊ានផ្ទាល់ថាមីងប្រកាសជាសប្បាយចិត្តខ្លាំងណាស់ពេលដែលខ្ញុំទៅនៅឆ្ងាយព្រោះគ្មានអ្នករាំងស្ទះបំណងមីង និយាយចង់មានន័យថាម៉េចហ្នឹង តាមពិតទៅមីងប្រកាសជាយល់ហើយតែខ្ញុំចង់និយាយពីអីនោះ មីងអត់យល់មែនណា ឯងមិនបាច់បញ្យល់អីទេឆាប់សុំទូអ្នកគ្រូភ្លាមទៅរឿងឯងនិយាយប្រៀបតាមបាច់មិញហ្នឹង អត់ទេព្រោះខ្ញុំដឹងថាវាប្រកាសជាកើតឡើងអញ្ចឹង ឯងនេះក្បាលរឿងណាចេញឲ្យឆ្ងាយពីមុខបាត់ទៅ ពិសិដ្ឋឯងគាត់ប្រុសម្នាក់ហ្នឹងដែរ គេជាកូនយុសាលាខ្ញុំហ៎អរខ្ញុំសុំទោសដែលខ្ញុំធ្វើជ្រុលចំពោះនិមលឯងមិញ មិនអីទេខ្ញុំយល់ពីអារម្មណ៍ពិសិដ្ឋឯងហើយបើខ្ញុំជាពិសិដ្ឋឯងវិញក៏ខ្ញុំធ្វើអញ្ចឹងដែរអញ្ចឹងពិសិដ្ឋឯងព្រមទៅពិនិត្យឈាមអត់ ខ្ញុំទៅទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំយកព្រមទទួលការពិតដែរ ហៅឡូវាសួរបាទលោកប៉ូលីសមែនទេ អ្នកណាក៏ជជែកគ្នាអំពីរឿងនេះដែរ ព័ត៌មានបន្ថែមអំពីមេរោគអេដស៍សូមទូរស័ព្ទទៅលេខ012 999 008 012 999 009